សូមជូនរឿងភ្នំដោះក្រមុំភ្នំដោះក្រមុំស្ថិតនៅទីរួមខេត្តមណ្ឌលគិរីដោយជម្រាលភ្នំខាងត្បូងទល់នឹងព្រលានយន្តហោះភ្នំនេះគ្របដណ្ដប់ទៅដោយវាលស្មៅពីចង្កេះភ្នំរហូតដល់កំពូលភ្នំទិដ្ឋភាពភ្នំដោះក្រមុំមានលក្ខណៈស្រដៀងគ្នាទៅនឹងភ្នំជាច្រើនទៀតដែលមាននៅក្នុងស្រុកសែនមនោរម្យនិងស្រុកអូរាំងនៃខេត្តមណ្ឌលគិរីប្រជាជនទាំងខាងបងប្អូនខ្មែរលើក៏ដូចជាបងប្អូនខ្មែរកណ្ដាលដែលរស់នៅក្នុងខេត្តមណ្ឌលគិរីបានចាត់ទុកភ្នំដោះក្រមុំជាកន្លែងសក្ការៈមួយយ៉ាងសំខាន់ទន្ទឹមនឹងនេះគេបានចាត់ទុកភ្នំដោះក្រមុំជាមជ្ឈមណ្ឌលវប្បធម៌របស់ព្រះរាជាណាចក្រកម្ពុជាទៀតផងការហៅឈ្មោះថាភ្នំដោះក្រមុំគឺហៅតាមការប្រសិទ្ធនាមរបស់មន្ត្រីរាជរដ្ឋាភិបាលម្នាក់ដែលបានចុះទៅបំពេញបេសកកម្មរៀបចំដែនដីតំបន់ក្បែរភ្នំនោះកាលពីចុងទសវត្សរ៍ឆ្នាំ1950និងដើមទសវត្សរ៍ឆ្នាំ1960ដើម្បីបង្កើតខេត្តថ្មីមួយទៀតគឺខេត្តមណ្ឌលគិរីទឹកដីនៃខេត្តនេះតាំងពីសម័យអាណានិគមបារាំងរហូតដល់ឆ្នាំ1961ត្រូវបានគេស្គាល់ថាជាតំបន់ឆ្លងលើនៃស្រុកមួយក្នុងខេត្តក្រចេះការប្រសិទ្ធនាមភ្នំដោះក្រមុំនោះគឺយោងទៅតាមលក្ខណៈរូបរាងនៃភ្នំមានសភាពដូចសុដន្ទរីក្រមុំព្រហ្មចារីកំពុងដេកផ្ងាឈ្មោះនេះបានជ្រួតជ្រាបដល់បងប្អូនខ្មែរនិងភ្នងដែលរស់នៅខេត្តនេះដោយមានជំនឿយ៉ាងខ្លាំងពីភាពស័ក្តិសិទ្ធិរបស់ភ្នំនេះបងប្អូនខ្មែរលើខ្មែរកណ្ដាលដែលរស់នៅខេត្តមណ្ឌលគិរីនេះតាំងពីដំបូងគេបានសង់ខ្ទមមានដាក់ដុំថ្មជានិមិត្តរូបក្រោយមកខ្ទមនោះត្រូវបានគេរុះរើជាបន្តបន្ទាប់រហូតឈានដល់ការសាងសង់ជារោងយ៉ាងមាំហើយឆ្លាក់រូបបដិមាធ្វើអំពីថ្មកែវយ៉ាងធំមកពីខេត្តពោធិ៍សាត់មកតម្កល់លើភ្នំនាថ្ងៃទី30ខែមិថុនាឆ្នាំ2004ដែលគេហៅថាលោកតាស្រុកភ្នំដោះក្រមុំភ្នំដោះក្រមុំគឺជាទីមនោរម្យដែលគេតែងតែនាំគ្នាឡើងទៅបន់ស្រន់ឬលាបំណន់និងមើលទស្សនភាពដ៏ស្រស់ត្រកាលនៃទីរួមខេត្តហើយស្រូបយកខ្យល់អាកាសដ៏ត្រជាក់គួរជាទីគយគន់គេមានជំនឿបែបនេះដោយសារមានរឿងព្រេងមួយដំណាលពីភ្នំដោះក្រមុំថាមានបរិសម្នាក់ឈ្មោះស្រុះរស់នៅក្នុងភូមិអូទ្រូស្រុះតែងតែធ្វើដំណើរជាញឹកញាប់ទៅលេងបងប្អូននៅត្រពាំងអំបិលហើយបានឃើញនារីម្នាក់ឈ្មោះប្លុំមានរូបសម្បត្តិស្រស់ស្អាតនៅក្នុងភូមិនោះបន្ទាប់មកបរិស្រុះក៏ជាប់ចិត្តស្រឡាញ់នារីប្លុំហើយមានទំនាក់ទំនងជាមួយនាងរហូតដល់បានយល់ចិត្តគ្នាស្រុះបានសុំឪពុកម្ដាយឲ្យទៅចូលស្ដីដណ្ដឹងនាងប្លុំដើម្បីរៀបការជាប្តីប្រពន្ធឪពុកម្ដាយនាងប្លុំក៏យកព្រមឲ្យកូនរៀបការជាមួយស្រុះតែពុំទាន់កំណត់ពេលវេលាទេព្រោះមង្គលការអាចកំណត់ទៅបានលុះត្រាតែខាងកូនកំឡោះអាចរកបណ្ដាការសម្រាប់ជូនទៅខាងកូនក្រមុំសពគ្រប់ដូចជាក្របីគោជ្រូកពាងសម្រាប់ដាក់ស្រាបឺតព្រមទាំងគ្រឿងអលង្ការជាដើមក្នុងពេលដែលគ្រួសារស្រុះរកចំនួនបានហើយខាងគ្រួសារនាងប្លុំដែលកំពុងត្រៀមលក្ខណៈទទួលកូនកំឡោះនោះក៏ចំពេលខែប្រមូលផលស្រូវដែរបញ្ហារៀបការត្រូវបានពន្យាពេលសិនព្រោះជនជាតិភ្នងមានជំនឿថាអ្វីសុទ្ធតែមានព្រលឹងបើប្រមូលផលស្រូវដាក់ក្នុងជង្រុកហើយមិនទាន់បានសែន
មិនអាចឲ្យយកស្រូវទៅបុកបរិភោគឬប្រើប្រាស់ក្នុងពិធីមង្គលការបានឡើយព្រោះនឹងធ្វើឲ្យមានគ្រោះចង្រៃដល់គូស្រករថ្មីដូច្នេះគេត្រូវរៀបពិធីសែនព្រលឹងស្រូវជាមុនសិនថ្ងៃនេះគ្រួសារនាងប្លុំបានរៀបចំសែនព្រលឹងស្រូវដើម្បីអំពាវនាវហៅព្រលឹងស្រូវដែលវង្វេងបាត់នៅក្នុងព្រៃដោយត្រូវសត្វស៊ីបំផ្លាញឬដោយអ្នកថែរក្សាព្រៃភ្នំជ្រុះជ្រលងដងអូចាប់ខាត់ទុកនៅថ្ងៃនោះដែរនាងប្លុំក៏បានតដងទឹកយកមកប្រើប្រាស់នៅថ្ងៃនោះដែរឪពុកម្ដាយនាងប្លុំឆ្ងល់យ៉ាងខ្លាំងព្រោះនាងបានតដងទឹកយូរណាស់មកហើយតែមិនទាន់ឃើញនាងត្រឡប់មកវិញក៏នាំគ្នាស្រែកប្រកោកហៅនាងគ្រប់ទិសទីហើយដើរទៅរកដល់កន្លែងដងទឹកស្រាប់តែឃើញសាល់កាផានិងឃ្លោកសម្រាប់ដាក់ទឹកដំណឹងនេះបានធ្វើឲ្យស្រស់ប្រួយចិត្តយ៉ាងខ្លាំងតែទោះជាយ៉ាងណាក៏ដោយក៏ពួកគេនៅតែព្យាយាមដើររកនាងប្លុំជានិច្ចថ្ងៃមួយស្រស់បានទៅកាប់ឫស្សីនៅក្បែរភ្នំពីរគឺភ្នំមួយមានព្រលឹងលោកយាយជូហៅថែរក្សានិងភ្នំមួយទៀតមានព្រលឹងលោកយាយជីកថែរក្សាពេលឃើញស្រស់ជញ្ជូនឫស្សីមកដាក់ក្បែរកន្លែងដងទឹកលោកយាយទាំងពីរក៏បានប្រាប់នាងប្លុំឲ្យមកជួបគូដណ្ដឹងខណៈនោះស្រស់ភ្ញាក់ផ្អើលយ៉ាងខ្លាំងនាងប្លុំបានរៀបរាប់សេចក្តីនឹករលឹករបស់ខ្លួនចំពោះស្រស់និងដំណើរជីវិតរបស់នាងក្នុងពេលបាត់ខ្លួននាងបានបញ្ជាក់ថាលោកយាយទាំងពីរបានឃាត់នាងឲ្យនៅថែរក្សាទឹកដីម្ដុំអស់នេះពេលនោះនាងក៏សូមឲ្យស្រស់មករស់នៅជាមួយនាងដើម្បីសាងសុភមង្គលជាមួយគ្នាស្រស់សប្បាយចិត្តណាស់ក៏យល់ព្រមនៅតាមការស្នើសុំរបស់នាងប្លុំបន្ទាប់ពីការបាត់ខ្លួនរបស់នាងប្លុំហេតុការបាត់ខ្លួនរបស់ស្រស់បានធ្វើឲ្យមានការជ្រួលច្របល់ពេញទាំងភូមិដូច្នេះគេក៏នាំគ្នាប្រារព្ធពិធីបន់ស្រន់ក្រោយពីការបន់ស្រន់រួចមកគេមិនឃើញមានការបាត់ខ្លួនអ្នកដទៃទៀតឡើយចូលដល់រដូវធ្វើចំការឪពុកម្ដាយស្រស់បានទៅធ្វើចំការនៅឯភ្នំជូហៅនិងភ្នំជីកហើយក៏បានជួបស្រស់នឹងប្លុំអ្នកទាំងពីរបានរៀបរាប់ថាខ្លួនត្រូវនៅជួយថែរក្សាភូមិស្រុកម្ដុំនេះសូមពុកម៉ែបងប្អូនទាំងអស់កុំពិបាកចិត្តអីបើមានទុក្ខសូមឲ្យអ្នកទាំងអស់ធ្វើពិធីសែនព្រេនរំលឹកដល់ម្ចាស់ទឹកម្ចាស់ដីនិងបារមីភ្នំនេះទៅនឹងបានសេចក្តីសុខហើយម្យ៉ាងទៀតលោកយាយទាំងពីរបានផ្ដាំថាចាប់ពីថ្ងៃនេះតទៅសូមឲ្យអ្នកស្រុកនាំគ្នាហៅភ្នំនេះថាភ្នំស្រស់ប្លុំវិញ